lại cái độ người ta cũng trăm kia Ủa gì kìa độ nó vô thấy đơn tà phăng một cho anh thêm cho xin trăm kia từ cùng thấy mười bên này kia nữa miếng này này vô mở này cùng thấy wait នេះគឺជា armor netherite full set ហើយក៏មិនមែនជា armor netherite ធម្មតាដែរ armor netherite មួយនេះគឺមាន enchantment level 10 ហើយអ្នកដែលលេង Minecraft ទាំងអស់គឺដឹងហើយថា enchantment នៅលើ armor មិនអាចលើសពី level 4 បានទេប៉ុន្តែដោយសារ Anu មាន permission របស់ admin វាអាច spawn armor នេះចេញមកបានហើយវាក៏ឆ្លាតទៀតវាអត់ពាក់ armor នេះទៅចេញវាយគេខ្លួនឯងទេព្រោះដោយសារវាដឹងថាខ្លួនឯងវាយគេមិនបានអញ្ចឹងហើយបាន Anu spawn armor នេះឲ្យខ្ញុំពាក់វិញដើម្បីឲ្យខ្ញុំទៅដេញវាយគេជំនួសវាពួកគេគឺមិនសូវសំខាន់ទេព្រោះខ្ញុំមាន armor protection 10អញ្ចឹងចង់ពួក netherite load មក20នាក់ទៀតក៏ខ្ញុំមិនខ្លាចដែរឲ្យតែខ្ញុំមាន XP bottle Oh my god អត់ឈឿនហើយដល់ពេលដែលខ្ញុំកាប់គេងាប់មួយហើយខ្ញុំក៏ឃើញថា player មួយនេះមានតកកហើយនឹងសបុកពេញពីង Now you're cooked សបុកពេញពីងគឺយកប្រើដើម្បីឲ្យតាក់ជើងគេហើយនឹងតកកយក boost movement របស់យើងឲ្យលឿនជាងមុនហើយនៅពេលដែលកំពុងវាយគ្នាហ្នឹងគឺខ្ញុំតេស្តមើលថាពីណាគេអន់ជាងគេហើយនៅពេលដែលខ្ញុំដឹងថាពីណាគេអន់ជាងគេហើយគឺខ្ញុំឡុកម្នាក់ហ្នឹងឲ្យងាប់មុនគេប៉ុន្តែមើលទៅទឹកដៃធីមនេះគឺគេវាយគ្នាផងគេនិយាយគ្នាផងអញ្ចឹងទៅដឹងថាពីណាគេដែលត្រូវព្រួតពីណាគេដក heal អញ្ចឹងហើយបាន play style មួយនេះគឺធ្វើឲ្យខ្ញុំពិបាកទប់ទល់មែនទែនដូច្នេះខ្ញុំត្រូវបដូរក្បួនវាយរបស់ខ្ញុំដើម្បីវាយឈ្នះពួកវាហើយនៅពេលនោះខ្ញុំដឹងថាគេព្រួតខ្ញុំខ្លាំងហើយនឹងដូរវេនគ្នាលឿនដោយសារតែពួកយើងវាយគ្នានៅទីលានវាលអញ្ចឹងហើយវាធ្វើឲ្យសត្រូវរបស់ខ្ញុំមានភាពងាយស្រួលនិងដឹងថាខ្ញុំនៅទីណាហើយព្រួតខ្ញុំនៅទីនោះហើយនៅពេលនោះខ្ញុំក៏ឃើញ cave មួយហើយខ្ញុំក៏គិតថាបើសិនជាយកពួកវាទៅវាយនៅក្នុង cave ពួកវានឹងពិបាកមើលថាខ្ញុំនៅទីណាចុះពេលដែលចូលមកវាយគ្នានៅក្នុង cave ហើយគឺអ្វីៗដែលខ្ញុំបានគិតគឺត្រូវទាំងអស់ Yes chuyện bãi mối nó qua bãi tiếp chơi rồi